បាទសួស្តីពុកម៉ែបងប្អូនបាទថ្ងៃនេះជួបជាមួយនឹងខ្ញុំបាទអំពីរបៀបបាទទីហោថាពុកម៉ែបងប្អូនមានដុំទៅបើមិនថាទិញពីខ្ញុំឬក៏ទិញពីបងទៅយកទៅប្រើទៅវាអាចក្តៅលឿនដែលពុកម៉ែបងប្អូនមិនពេញចិត្តអីចង់ធ្វើឲ្យវាប្រើបានយូរមិនសូវក្តៅខ្ញុំមានរបៀបកែសម្រួលវាខ្លះពុកម៉ែបងប្អូនណាកែសម្រួលបានខ្លះដើម្បីឲ្យវាប្រើបានយូរហើយវាមិនសូវក្តៅចឹងណាពុកម៉ែបងប្អូនបាទហ្នឹងហើយឥឡូវយើងរបៀបទី1គឺយើងមើលទៅលើប្រភេទរសពុកម៉ែបងប្អូនបាទរសគេដាក់រាងទើញវល់ឬក៏ទើញញឹកបាទរស2ឬក៏រស1បាទជាទូទៅដើម្បីឲ្យដុំយើងប្រើមិនងាយក្តៅពុកម៉ែបងប្អូនអាចដាក់ជាប្រភេទរសញឹកបែបនេះហើយដាក់រាងវែងបាទរាងវែងនឹងមួយបាទតែបើឃើញគេដាក់រស2ហើយកម្ដៅវាឡើងពុកម៉ែបងប្អូនមិនពេញចិត្តទេអាចកាត់ចោលមួយបានបាទអាហ្នឹងក៏សុទ្ធតែជារបៀបដើម្បីធ្វើឲ្យដុំយើងហ្នឹងមិនងាយឡើងកម្ដៅដែរបាទកាត់ហើយពុកម៉ែបងប្អូនអាចយកទៅប្រើមើលថាអាចទទួលយកបានជាមួយនឹងកម្ដៅទេបាទហើយទី2គឺជាមួយនឹងកង់ដង់បាទកង់ដង់ថាតើកង់ដង់ទៅពីនាយហ្នឹងប្រហែលមីក្រូឧទាហរណ៍ថាខ្ញុំដាក់នេះគឺ2មីក្រូបាទ2មីក្រូមួយខាងអញ្ចឹងពុកម៉ែបងប្អូនអាចឆ្នៃមកដាក់ទៅជា1មីក្រូឬក៏1មីក្រូចុច5បាទជាទូទៅកង់ដង់1មីក្រូចុច5គឺមានបាទដាក់1មីក្រូចុច5ក៏វាមិនងាយឡើងកម្ដៅដែរបាទមិនងាយឡើងកម្ដៅដែរហើយមានរបៀបមួយទៀតគឺពុកម៉ែបងប្អូនអាចដោះរស័រប្រើជាប្រភេទ resistance វិញបាទ resistance ដាក់ល្បាក់ប្រហែលជា20អូមឬក៏15អូម10វ៉ាត់ឬក៏20 10វ៉ាត់ឬក៏15វ៉ាត់បាទហ្នឹងហើយចន្លោះពី15ទៅ20ដុំយើងប្រើមិនងាយក្តៅទេពុកម៉ែបងប្អូនមិនងាយក្តៅទេអញ្ចឹងគឺបើដុំវាមិនងាយក្តៅមានន័យថាវាធ្វើការមកល្មមមិនតឹងមិនប្រឹងបាទអញ្ចឹងគឺកម្ដៅវាគឺថេរល្អបាទថេរល្អហើយពេលដែលពុកម៉ែបងប្អូនធ្វើកម្ដៅវាថេរហើយពុកម៉ែបងប្អូនត្រូវមើលថាដុំរបស់យើងចាប់ត្រីបានល្អដែរឬទេបាទល្អដែរឬទេជាទូទៅបើសិនជាយើងដោះរស័រចេញបាទដោះរស័រចេញយើងយកមកដាក់ resistance ល្បាក់ពី15ទៅ20អូមភ្លើងវាអាចធ្លាក់ជាងយើងប្រើរស័របន្តិចបងប្អូនមិនច្រើនទេបន្តិចបន្តួចបាទវាធ្លាក់ទាំងប៉ែធ្លាក់ទាំងវល់អញ្ចឹងបើពុកម៉ែបងប្អូនអាចទទួលយកបានពុកម៉ែបងប្អូនប្រើប្រភេទ resistance ទៅបាទដុំវាមិនងាយក្តៅប្រើបានយូរបាទប្រើបងប្អូនប្រើយូរបាទដាក់ជា resistance វាល្អជាងយើងប្រើរស័របាទប្រើរស័រវាឡើងកម្ដៅលឿនពុកម៉ែបងប្អូនឡើងកម្ដៅលឿនហើយបើដាក់ពីចេះទៀតគឺឡើងលឿនគួរសមបាទឡើងលឿនគួរសមអញ្ចឹងមានបងប្អូនខ្លះគឺគាត់អាចទទួលយកបានដុំឡើងកម្ដៅគាត់ឡើងទៅគាត់អត់ខ្វល់ទេបាទតែបងប្អូនខ្លះទៀតគឺគាត់រៀនពិបាកនឹងទទួលយកនៃកម្ដៅរបស់ដុំអញ្ចឹងគាត់ត្រូវការរបៀបធ្វើឲ្យវាប្រើមួយក្តៅគឺធ្វើដូចខ្ញុំមិញនឹងឯងបាទសំខាន់ជាងគេគឺអាចដោះរស័រចេញប្រើជាប្រភេទ resistance វិញបាទល្បាក់ពី15ទៅ20អូមអញ្ចឹងគឺដុំពុកម៉ែបងប្អូននឹងត្រជាក់ល្ហឹមបាទត្រជាក់ល្ហឹមបាទវីដេអូថ្ងៃនេះមានតែប៉ុណ្ណេះទេបាទអរគុណ